តោះគេមានសម័យកាលប្រតិកម្មរវាងលោហៈសូរ្យមជាមួយនឹងអាស៊ីដក្លូរីត្រិកគេទទួលបានសូរ្យមផ្លាស់រស់ជាមួយនឹងស្មាតអ៊ីត្រូសែនអញ្ចឹងគេចង់ឲ្យយើងថ្លឹងសម័យកាលហើយនឹងរកម៉ូរបស់អាស៊ីដក្លូរីត្រិកជាមួយនឹងផលិតផលដែលទទួលបានជាងដំបូងគឺយើងសេសម័យកាលមកវិញសិនមកបន្ទាប់មកយើងមើលទៅលើអ៊ីត្រូសែនយើងឃើញថាខាងផលិតផលគឺមានចំនួន2អាតូមខាងនេះគេមានតែមួយដាក់មេគុណ2អញ្ចឹងគេដាក់មេគុណ2មកធ្វើឲ្យ Cl របស់យើងគឺឡើង2ដូចគ្នាជាងយើងនេះមានតែមួយដាក់មេគុណ2អញ្ចឹង Na របស់យើងក៏ឡើង2ដែរខាងនេះមានតែមួយដាក់មេគុណ2យើងមើលមកគឺមានដំណឹងហើយចូលទៅដល់សំណួរខគឺយើងចង់រកម៉ូរបស់ HCl NaCl និងឧស្ម័នអ៊ីត្រូសែនយើងដឹងហើយថាម៉ូរបស់ Na គេប្រាប់មកគឺ3ម៉ូលអញ្ចឹងដើម្បីទាញរកម៉ូរបស់ HCl ក៏ដូចជា NaCl និងអ៊ីត្រូសែនបានគឺយើងវាចាទៅតាមសម័យកាលមើលលើលេខមេគុណនឹងឯងអញ្ចឹងពីមុខ Na គឺមេគុណរបស់វា2ចំណែកពីមុខ HCl មេគុណរបស់វាគឺ2ដូចគ្នាអញ្ចឹងធ្វើឲ្យម៉ូរបស់វាគឺស្មើគ្នាអញ្ចឹងយើងបានម៉ូរបស់ HCl ហ្នឹងគឺស្មើ3ម៉ូលចូលមកដល់ម៉ូរបស់ NaCl វិញម្ដងមេគុណរបស់វាក៏2ដូចគ្នាអញ្ចឹងបើយើងធៀបមកម៉ូរបស់សូរ្យមគឺវាស្មើគ្នាទៀតហើយអញ្ចឹងម៉ូរបស់វាគឺនៅតែស្មើគ្នានឹងគឺ3ម៉ូលចំណែកអ៊ីត្រូសែនវិញម្ដងមេគុណរបស់វាគឺខុសពី HCl ហើយនិង NaCl គឺមានតែមួយទេអញ្ចឹងបើយើងយកមកធៀបជាមួយនឹង Na គឺស្មើនឹង1លើ2ហើយគុណនឹងចំនួនម៉ូវាគឺ3អញ្ចឹងមកនេះឲ្យយក3គុណ1ចែកឲ្យ2យើងបានម៉ូរបស់អ៊ីត្រូសែនគឺបាន1.5ម៉ូល